ហើយក្នុងប្រព័ន្ធផ្លូវដឹកជញ្ជូននេះមានតែផ្លូវទឹកទេដែលថោកជាងគេបាទរាប់ពាន់ឆ្នាំមកហើយទោះបីជាកប៉ាល់ហោះក៏មិនអាចដឹកដូចមួយកប៉ាល់ដែរត្រូវការកប៉ាល់ហោះប្រមាណជើងដែលដឹកពីទំនិញពីអាមេរិកមកខ្មែរឬពីអាមេរិកទៅចិនឬពីអាមេរិកទៅជប៉ុនតើមួយកប៉ាល់ដែលដឹកបានរាប់20-30 ម៉ឺន TEU នេះឬតោននេះតើដាក់កប៉ាល់ហោះប្រមាណដឹកអតេះភ្លើងប្រមាណអតេះភ្លើងក៏មិនអាចឆ្លងទ្វីបបានដែរបើកាត់សមុទ្រអញ្ចឹងមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកនៅតែជាមធ្យោបាយសំខាន់ហើយពិភពលោកឥឡូវជិត 80% នៃទំនិញ 80% នៃទំនិញដឹកតាមផ្លូវទឹកដោយសារវាថោកដោយសារវាប្រសិទ្ធភាពហើយនឹងបន្តទៅទៀតអញ្ចឹងយើងព្យាករណ៍ថាទំនិញមិនថយទេពាណិជ្ជកម្មមិនថយកាន់តែកើនការដឹកជញ្ជូននិងការដឹកជញ្ជូនផ្លូវទឹកកាន់តែកើនអញ្ចឹងយើងត្រូវព្យាករណ៍និងអនុវត្តគោលនយោបាយនិងធ្វើហេដ្ឋារចនាសម្ព័ន្ធដើម្បីត្រៀមលក្ខណៈចាប់យកសក្តានុពលនៅអនាគតអញ្ចឹងគឺការវិនិយោគទៅលើផែនេះគឺជាការវិនិយោគធំណាស់